ឲ្យជឿលើវត្ថុដតីក្រៅខ្លួនតែសាសនាដតីអត់ឲ្យជឿលើខ្លួនឯងទេភាកច្រើនអ្វីគ្រប់សពបែបយ៉ាងដោយគាត់ថាអញ្ចឹងនៅលើព្រះទាំងអស់ឧទាហរណ៍តែយាយបានបាយហូបពងតែហូបបាយហ្នឹងពុទ្ធសាសនាបញ្យល់ថាយាយបានបាយហូបព្រោះអាស្រ័យយាយទៅរកអង្គមកបានអង្គមកហើយចេញជាបាយមកពីយាយអ្នកដាំបានវាឆ្អិនចេញជាបាយមែនទេហើយសាសនាដតីអត់ទេយាយបានបាយហូបមិនមែនអរគុណខ្លួនឯងអរគុណម៉ែអរគុណឪអ្នករមកទេតែអរគុណព្រះនោះព្រះឲ្យបាយហ្នឹងមកវាខុសគ្នាខុសគ្នាសាសនាដតីពន្យល់បរិស័ទមិនឲ្យមានទំនួលខុសត្រូវលើខ្លួនឯងអ្វីគ្រប់បែបយ៉ាងស្ថិតនៅលើព្រះទាំងអស់នេះសំបីតែញាតិញោមមកឥឡូវហ្នឹងមានរូបមានរាងមានសាច់មានឈាមហ្នឹងសាព្រះបកកើតទាំងអស់ព្រះបកកើតទាំងអស់ហើយអាត្មាចេះតែគិតបើព្រះបកើតញាតិញោមគ្រប់គ្នាបើព្រះអ្នកបកើតវាគួរតែបកើតឲ្យល្អដូចគ្នាទាំងអស់ចាំបាច់មានយាយខ្លះក៏ហូបថ្មិញមកទៅអីណាញោមណោះព្រះបកើតឲ្យដូចគ្នាមកបាច់មានសមានខ្មៅមានខ្លៅមានបណ្ឌិតមានក្រមានល្អមានអាក្រក់មានសមានខ្មៅមកទៅអីអត់ដូចគ្នាទាំងអស់មកបើព្រះបកើតមែនទេណាកុំឲ្យវាខុសគ្នាឲ្យល្អដូចគ្នាទាំងអស់មកអត់ហេតុផលសំបីតែទឹកព្រៃភ្នំធម្មជាតិក្រំថ្មអ្វីគ្រប់សពបែបយ៉ាងទឹកដីលើមេឃក្រោមដីនេះព្រះបកើតទាំងអស់អីក៏ព្រះអីក៏ចង្រៃហ្នឹងក៏អន្ទះបាញ់អីព្រះទៅបកើតទៅស្អីចឹងកើតតែអាណាវាល្អមកណាអត់ហេតុផលទេពុទ្ធសាសនាខុសសាសនាដទៃត្រង់ថាឲ្យបរិស័ទជឿលើខ្លួនឯងសុខក្តីទុក្ខក្តីចម្រើនក្តីវិនាសក្តីអ្វីគ្រប់សពបែបយ៉ាងទាំងអស់អត់មានបុគ្គលណាមួយឲ្យយើងបានទេអាស្រ័យលើខ្លួនយើងអ្នកសន្សំហេតុទាំងនោះញោមចង់បានសេចក្តីសុខចង់បានផលជាសុខវាតតែសន្សំហេតុនាំឲ្យកើតសេចក្តីសុខចង់បានអីវាតតែសន្សំហេតុហ្នឹងអញ្ចឹងបានព្រះលោកសម្ដែងថាការសម្លឹងទោសអ្នកដតីវាជាហេតុទុក្ខវាជាផលការសម្លឹងទោសខ្លួនឯងហើយលះបង់វាជាហេតុហើយសុខជាផលការលះនៅមច្ឆរិយៈបច្ចុប្បន្ននេះចេះធ្វើបុណ្យសន្សំកុសលវាជាហេតុហើយសេចក្តីសុខទៅបរលោកវាជាផលការដើរតាមអរិយមគ្គវាជាហេតុហើយនិរោធវាជាផលនៅព្រះអង្គសម្ដែងអញ្ចឹងបើយើងចង់បានសេចក្តីសុខវាតតែមានហេតុខាងដើមពុទ្ធសាសនាអតីតជាហេតុបច្ចុប្បន្នជាផលបច្ចុប្បន្នជាហេតុអនាគតជាផលអតីតឲ្យបច្ចុប្បន្នបច្ចុប្បន្នឲ្យបច្ចុប្បន្នបច្ចុប្បន្នឲ្យទៅអនាគតឃើញទេហ្នឹងព្រះអង្គទូមានបរិស័ទអញ្ចឹងដូចញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់មកជួបជុំគ្នាថ្ងៃនេះបំពេញសេចក្តីល្អរួមគ្នាចម្រើនសេចក្តីល្អរួមគ្នានឹងថាដើម្បីអីទិសដៅរបស់យើងសត្វលោកទាំងអស់នឹងគឺប្រាថ្នាសេចក្តីសុខតែមួយទិសដៅតែមួយគឺចង់បានសុខដូចគ្នាទាំងអស់ញោមយើងធ្វើបុណ្យសន្សំកុសលក្តីក៏ចង់បានសុខខំប្រឹងរកស៊ីលីស័យរៃពុនសន្សំលុយកាក់ប្រាក់កាសក៏ថាដើម្បីសុខញោមអ្នកធ្វើបុណ្យក៏ចង់បានសុខប្រឹងប្រែងរកស៊ីក៏ចង់បានសុខអាអ្នកមិនរកស៊ីដេកអង្គុយបិឈរជង្គង់ក៏វាចង់បានសុខអ្នកមិនធ្វើបុណ្យក៏វាចង់បានសុខអាចោឆក់ប្លន់គេនោះវាចង់បានសុខមែនទេចង់បានសេចក្តីសុខទាំងអស់ហើយចុះហេតុអីបានសុខនឹងវាមិនចម្រើនគ្រប់គ្នាថាមកពីការសន្សំហេតុនោះវាខុសគ្នាបើយើងចង់បានសេចក្តីសុខក៏តើយើងសន្សំហេតុនាំឲ្យកើតសេចក្តីសុខដូចញាតិញោមពុទ្ធបរិស័ទប្រុសស្រីថ្ងៃនេះយើងសន្សំសុខហើយមកអញ្ចឹងសិតសំសុខញោមលះត្រឹមតែលុយ 5000 ឬ 10000 លុយខ្មែរយកមកទិញសពុតងូតឬស្បង់ប្រគិនលោកធ្វើកឋិនទានថ្ងៃនេះសบายចិត្តរហូតណាដូរយកសេចក្តីសบายចិត្តរហូតមុនយកត្រៃមហាថ្ងៃនេះទិញទុកនៅផ្ទះកន្លះខែមុនចូលសម្រានកលេចទៅឃើញត្រៃញឹមខ្ជិបដាក់ត្រៃនោះវាសบายចិត្តណាធៀបប៉ិតចឹងញោមប៉យាយប៉អ្នកខ្លះសន្សំលុយរំំទិញបានត្រៃមួយហ្នឹងលុកសៅអស់ 3-4 កញ្ជើអីនោះមកបានត្រៃមួយមែនទេអ្នកនៅតាមខេត្តបើយើងនៅភ្នំពេញនោះវាសបោបន្តិចមិនសូវអីទេអ្នកនៅខេត្តយាយតាខ្លះកំសត់ណាស់តម្រាំបានសពមកលៀងយកទៅធ្វើកឋិនគេហ្នឹងកំសត់ខំប្រឹងលុកនេះលុកនោះសន្សំចូលគ្នាមកចឹងគាត់ទិញកន្លះខែមួយខែទុកមុននោះដេកឲ្យញឹមដាក់តត្រៃគាត់ហ្នឹងសบายចិត្តរហូតប៉ណាដល់ហែមកធ្វើបន់ថ្ងៃហ្នឹងសบายចិត្តទៀតស្អែកហែទៅដល់វត្តនោះសบายចិត្តទៀតណាហែឡើងរោងកឋិនកម្មហ្នឹងសบายចិត្តទៀតលោកក្រាលក្រងជាពគាត់សบายចិត្តមួយសាទៀតដល់លោកយកមកប្រើជាពគាត់សบายចិត្តមួយសាទៀតឆ្នាំក្រោយចិត្តដល់កឋិននឹកឃើញកឋិនឆ្នាំទៅសบายចិត្តមួយសាទៀតសบายរហូតដល់ឆ្នាំក្រោយទៀតមែនទេប៉ិនបើយើងយកលុយ 5000 ឬ 10000 លុយខ្មែរនេះប៉មិនយកមកធ្វើបុណ្យសន្សំកុសលថ្ងៃនេះបើតាយក 10000 ឬ 5000 ទៅផឹកស្រាផលបានមកវិញបែកពីងទឹកបែកទូរទស្សន៍ក៏ប៉ិតចានស្រាក់មែនទេហើយបើយាយបានមកវិញបានឲ្យពកូនមកព្រឹកទល់ល្ងាចអីនោះណារហូតដល់កដាលយប់អីនោះអ្នកខ្លះនៅឲ្យពទៀតអាកដាលយប់អីនោះកូនគេទ្រាំបានគេធុញត្រង់ហើយម៉ែឲ្យឈប់មាត់ឈប់អីខ្លះទៅយប់ចូលដេកចូលអីណាយប់ហ្នឹងកូនគេថាអញ្ចឹងចូលដេកស្អែកព្រលឹមឡើងភ្ញាក់ឡើងនឹកឃើញក្តៅក្រហាយថែមឲ្យពហ្នឹងប្រព្រឹកនឹងទីទល់ថ្ងៃទៀតអ្នកខ្លះអញ្ចឹងណាអញ្ចឹងវាអត់បានសុខតែបើយើងបានចម្រើនសេចក្តីល្អសន្សំសេចក្តីល្អហើយសេចក្តីល្អក្នុងកឋិនទាននេះវាមិនមែនតើយើងមានលុយមានកាក់មកធ្វើកឋិនអត់លុយអត់កាក់អត់មកកើតអត់ទេខ្មែរយើងសពថ្ងៃនេះណានិយាយតគ្នាបើគ្មាន 1000 2000 ទេអត់ធ្វើដើមកឋិនកើតទេមែនទេបើគ្មានលុយសកត់ត្រៃអីទេធ្វើកឋិនមិនកើតគេទេមិនហ៊ានទៅធ្វើកឋិនមិនហ៊ានធ្វើដើមកឋិនអីទេវតលមានសម្ពុតបងស្បៃហើយនោះវតលមានលុយ 1000 2000 សកត់ត្រៃទៀតទៅដើមកឋិនបានណាមកពីយើងអត់យល់ណាសាធុប្របីហើយព្រោះសម័យនេះលោកកសាងអីវាត្រូវការអានោះ
បើអត់មានអាហ្នឹងកសាងមិនកើតប៉ុន្តែរឿងកិច្ចកថាហ្នឹងវាអត់សំខាន់លើហ្នឹងទេវាសំខាន់លើស្បង់ចៃវរសង្កេដីនេះហើយទាំង3ហ្នឹងបើយើងអត់លទ្ធភាពយកទាំង3ហ្នឹងមកមានតែមួយណាក៏យកទៅធ្វើកថាបានដែរបើមានតែស្បង់មួយក៏យកទៅធ្វើកថាបាន3ហ្នឹងមានមួយណាក៏បាននិយាយស្រឡាញ់មួយណាតែមួយហ្នឹងអត់ចាំបាច់មានទាំង3ទេតោះណាញោមលទ្ធភាពយើងមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងលទ្ធភាពមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងសំខាន់សទ្ធាជ្រះថ្លាដកចេញពីក្នុងចិត្តរបស់យើងនេះមិនសំខាន់រូបភាពខាងក្រៅនេះទេប៉ុន្តែគ្រាន់តែថាបើយើងមិនលះទ្របសោះធ្វើទៀនស្មើនឹងញោមមានសទ្ធាហ្នឹងល្អហើយមានទឹកចិត្តជ្រះថ្លានឹងល្អហើយតែបើមិនបានលះទ្របតិចតួចឲ្យទៅជាទៀនស្មើនឹងញោមមានដីស្រែហើយល្អហើយយើងបានទៅដកស្មៅយើងបានទៅធ្វើដីនឹងឲ្យវាល្អហើយភ្ជួរហើយរស់ហើយដកស្មៅហើយល្អហើយប្រពៃហើយប៉ិនបើយើងអត់មានគ្រាប់ពូជយកទៅដាក់លើអាដីល្អនឹងសោះក៏វាអត់ដកចេញជាផ្លែដែរតោះណាយ៉ាងណាយើងមានតែសទ្ធាក៏វាប្រពៃបនកុសលវាបានប៉ុន្តែយើងអត់មានពូជទៅមុខទៀតអញ្ចឹងយើងធ្វើម៉េចខំប្រឹងលះតិចក្រីច្រើនក្រីញោមហើយសម័យនេះអាត្មាចេះតែសរសើរថាញាតិញោមមានផ្ទះមានបាយហូបមានសម្ពត់ស្លៀកប៉ុណ្ណឹងយើងគួរលះតិចតួចឲ្យទៅជាទៀនណាឲ្យទៅជាទៀនញោមមើលសម័យព្រះចលេកសាដកព្រាមក្រញោមប៉ោះញោមធ្លាប់ស្ដាប់រឿងហ្នឹងដឹងហ៎ក្រមែនតែនចលេកសាដកព្រាមហ្នឹងណាសំបីតែខោអាវស្លៀកពាក់ក៏អត់មានតែមានតែកណាត់មួយរុំខ្លួនហើយមិនមែនរុំតែមួយទៀតពីរនាក់ប្រពន្ធពេលណាប្រពន្ធចង់ចេញទៅក្រៅប្តីនៅក្នុងផ្ទះប្រវត្តិអីស្លៀកក៏ផ្លាក់ដោគ្នាដល់ប្តីចេញទៅប្រពន្ធនៅក្នុងផ្ទះម្ដងមានកណាត់តែមួយនឹងប្រើពីរនាក់ប្តីប្រពន្ធហើយអាត្មាចេះតែគិតមើលរឿងហ្នឹងហើយគិតទៅអូហើយបើកណាត់តែមួយប្រើពីរនាក់ចឹងចេញចូលផ្លាក់ដោចឹងពេលណាបានគុកកើតណាបែបគ្មានគុកទឹកអីទេបងណាចេះគិតណាបងចុះបើកណាត់តែមួយផ្លាក់ដោគ្នាទៅមកហើយស្ដាប់ធរចូលចិត្តធ្វើបន់ញោមពីរនាក់ប្តីប្រពន្ធត្បាត់តក្រចូលចិត្តធ្វើបន់ណាថ្ងៃមួយទៅស្ដាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធរណាផ្លាក់ដោគ្នាបើប្រពន្ធទៅស្ដាប់ប្តីនៅផ្ទះបើប្តីទៅស្ដាប់ប្រពន្ធនៅផ្ទះដល់ថ្ងៃមួយទៅស្ដាប់ប្តីនេះទៅស្ដាប់ដល់ស្ដាប់ព្រះអង្គពងសម្ដែងធម៌ប្រោះបរិស័ទថ្ងៃហ្នឹងព្រះអង្គសម្ដែងពីការបរិច្ចាគទានឲ្យលះនៅមច្ឆរិយៈគឺសក្តិកំណាញ់ណាឲ្យចេះធ្វើបន់ឲ្យទានកុំឲ្យមានឆន្ទរាគៈស្រឡាញ់ពេញចិត្តជាប់ចម្ពាក់ចំពោះអត្តាប្រកាន់មមចំពោះតួខ្លួនកុំឲ្យមានឆន្ទរាគៈស្រឡាញ់ពេញចិត្តជាប់ចម្ពាក់ចំពោះសក្តិវិញ្ញាណកត្រពសក្តិវិញ្ញាណកត្រពគោកបីដំរីសេះមន់ទៀបផ្ទះស្រែកាចបារដំណាំកូនចៅប្រុសស្រីទេតែញាប់ចឹងតណាហើយវាបញ្ញាប់ចប់ទៅទៀតបើនៅកកៅនោះមកកន្លែងទៀតក៏ណាអញ្ចឹងបញ្ជាក់បើចិត្តដាច់ចោលហើយញោមក៏មកពីឈឺវិញយាយប្រើអត់ឲ្យឈប់សោះម្សិលមិញ4កន្លែងដែរហើយថ្ងៃនេះ3ទេណាស្អែកជាប់នៅកំពង់ចាមឯនោះប៉ុន្តែតែមកកន្លែងទៅស្អែកមកកន្លែងណាប៉ុន្តែត្រូវហែកឋិនព្រឹកព្រលឹមឡើងទៅស្រុកឯនោះតិចដែរប៉ុន្តែអត់បានសូត្រមន្តស្រីទេមិនដែរសូត្រមន្តណាញោមអត់ដែរបានបបួលញាតិញោមទៅណាទៅបើថាចង់ទៅកឋិនអញ្ចឹងតែងតែស្បង់ចៃវរអីមួយត្រៃពីរត្រៃហែទៅម្នាក់ឯងនឹងប្រយទៅបងហើយមកវិញទៅប៉ុន្តែធ្វើអញ្ចឹងវាអត់ញាតិទេមិនមែនម្នាក់ឯងនោះបងបានធ្វើដោយព្រះអង្គនេះល្អណាស់ឥឡូវយើងនិយាយរឿងយើងនេះចូលកឋិនយើងហ្នឹងប៉ុន្តែមិនសូវចូលចិត្តល្វែមល្វាមច្រើនញោមបងបើថាសំបច្ច័យបាន10000 20000អីចឹងខ្លួនឯងហ្នឹងទៅបើតាឡានជិះក៏អាត្មាមិនដែរទិញដែរសុកចិត្តយកលុយហ្នឹងទៅទិញអង្គទិញរបស់របរប្រើប្រាស់ដាក់តាមគុកតាមមណ្ឌលកែប្រែតាមកន្លែងអង្គការក្មេងកព្រាអីយកទៅឲ្យយាយតាអ្នកអត់បាយអីហ្នឹងបងណាជីកម្ដងជីកស្រះអីសុបាយចិត្តតែចឹងតាំងពីដើមមកបងចូលរឿងយើងនេះមិនដល់ណាទេមិននិយាយដល់ណាហើយរឿងតិចនៅម៉ាយហ្នឹងបងដល់ស្ដាប់លោកទេអីអត់បាន2នាក់ទេព្រោះមានសពុតតែមួយទៅម្នាក់ម្ដងប្តីនេះទៅស្ដាប់ព្រះសម្ដែងថ្ងៃហ្នឹងព្រះអង្គសម្ដែងពីការបរិច្ចាគទានថាអ្វីគ្រប់សពបែបយ៉ាងទាំងអស់ណាសូម្បីតែរូបរាងកាយយើងនេះសូម្បីតែថ្មិញនៅជាប់នឹងមាត់ហ្នឹងដល់ទៅយកថ្មិញហ្នឹងទៅបានផងកុំថាឡើយដល់កវលជាប់នៅកជាដំថាឡើយដល់អាស្រែវានៅខុសពីខ្លួនយើងអារបស់ជាប់ខ្លួនហ្នឹងយើងយកទៅមិនបានផងគ្មានអ្វីជារបស់យើងទេមកដោយសារធាតុ4ដីទឹកភ្លើងខ្យល់ដល់ពេល return ត្រឡប់ទៅវិញក៏ទៅដោយធាតុ4ហ្នឹងដែរដីទឹកភ្លើងខ្យល់ដូចគ្នាមកដោយសារកុសលនិងអកុសលតាក់តែងមកដល់ឲ្យយើងទៅវិញក៏ទៅដោយសារ2ហ្នឹងដែរអត់មានយកអីទៅបានក្រៅពី2ហ្នឹងទេបងណាមកគុំដោយធាតុ4ត្រឡប់ទៅវិញក៏រលាយទៅជាធាតុ4ដូចគ្នាអត់មានយកអីទៅបានសោះផ្ទះនៅតែផ្ទះកវលមកតឡឹងវានៅតែមកតឡឹងមកជីវានៅតែមកជីក៏លុយប្រហែល$10000នៅធនាគារហ្នឹងវានៅតែហ្នឹងប្រពន្ធនៅតែប្រពន្ធកូននៅតែកូនមែនទេអ្នកទៅគឺយើងឯនេះទៅតែខ្លួនទៅទេអត់មានតោងអីមកទេអត់មានតោងអីទៅទេដូចកាលយើងមកអញ្ចឹងយាយកាលពេលយើងកើតមកភ្លាមមានអ្នកណាម្នាក់ក្តាប់មាសមកតាមហ៎ញោមអត់សោះចោលអស់អាលេងជាតិមុនមកខំប្រឹងដាច់ញើសហូរញើសរស់ស៊ីលីសែងខ្មាចេះតែគិតមនុស្សលោកមួយថ្ងៃរវល់ខំប្រឹងរស់ស៊ីលីសែងរយពុនសំលុយកាក់ប្រាក់ការរស់ស៊ីសុចចរិតខ្លះទុច្ចរិតខ្លះឆ្លុះទាស់តែងខ្វែងកំណត់ជេរបចោតឌីលថ្មាស់ចំណែនប្រចាំឈ្លាននេះគ្នានឹងប្រឹងប្រែងរត់ទ្របឧទាហរណ៍តែឥឡូវមកកើតនៅកំពង់ចាមទៅឆ្លុះគ្នាទៅដើមគ្នានឹងទ្របនៅកំពង់ចាមនៅកន្លែងងាប់នៅកំពង់ចាមទៅកើតនៅកពតមានប្តីមានផ្ទះមានពុនមានកូនឆ្លុះគ្នានៅកពតទៅដើមនៅកពតមកកន្លែងទៀតស្លាប់ពីកពតទៅកើតនៅព្រៃវែងឆ្លុះគ្នាមានប្តីមានផ្ទះមានពុនមានកូននៅព្រៃវែងនៅមកកន្លែងទៀតស្លាប់ពីព្រៃវែងទៅកើតនៅសៀមរាបប្តីមានប្តីមានផ្ទះមានពុនមានកូនឆ្លុះគ្នានៅសៀមរាបទៅកើតនៅអាមេរិកកាំងមានប្តីមានផ្ទះមានពុនមានកូនស្លាប់នៅអាមេរិកកាំងមកកន្លែងទៀតមើលផ្ទះមួយណាប្រកាសរបស់យើងយាយគិតទៅដើរតែឆ្លោះហើយដើរតែសន្សំតែទីបំផុតយើងចោលគ្រប់កន្លែងទាំងអស់
អាហ្នឹងដែលយើងត្រូវពិចារណាពេលយើងកើតមកតែខ្លួនតទេចេះញោមក៏តទេរិគុណប្រាក់ដីក៏តទេមែនទេអត់ទេតែខោខ្លីមួយគ្មានផងមកតទេចេះគេចង់បង្ហាញយើងតែអ្នកកើតមកតទេពេលដែលអ្នកស្លាប់ទៅវិញក៏ទៅដូចមកហ្នឹងចឹងតើនេះយីណាចឹងបានយើងគួរគប្បីខំប្រឹងសន្សំសេចក្តីល្អចម្រើនសេចក្តីល្អធ្វើបុណ្យឲ្យទានរក្សាសិលចម្រើនមេត្តាភាវនាសុខតែអាត្មានិយាយខាងដើមតែយើងធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់សត្វលោកទិសដៅតែមួយចង់បានសេចក្តីសុខប៉ុន្តែផលនៃសេចក្តីសុខឲ្យមិនដូចគ្នាទេមកពីការប្រព្រឹត្តរបស់យើងវាខុសគ្នាឥឡូវចូលរឿងយើងនេះដល់ព្រះអង្គសម្ដែងអញ្ចឹងនឿយណាយទៅអញសំបីតែខ្លួនមិនមែនខ្លួនផងហើយទៅទីពឹងអីណាមកដោយសារបុណ្យមកដោយសារបាបទៅវិញក៏ដោយសារផលពីរហ្នឹងជាតិនេះកើតមកក្រលំបាកតោកយ៉ាវេទនាក្រខ្សត់អត់ឃ្លានរកព្រឹកខ្វះល្ងាចខ្វះព្រឹកសំបីតែខោមួយសម្រាប់នឹងខ្លួនក៏គ្មានផងដោយសារអីដោយសារកម្មអញជាអកុសលពីអតីតមកកើតបៃតិសោមនស្សរីករាយជ្រះថ្លាប៉ិនចង់លះអីឲ្យទៅជាទៀនវាគ្មានអីឲ្យព្រោះវាមានតែខ្លួនទាំងដល់យកអីយកទៅឲ្យទៀនមានអាសពុតមកសម្រាប់ជាប់ខ្លួននេះចង់លះឲ្យទៅជាទៀនប៉ិននឹកអាណិតប្រពន្ធអីអញសពុតនឹងប្រើពីអ្នកប្រពន្ធបើតែម្នាក់ឯងលះបានប៉ិនប្រពន្ធនៅផ្ទះនោះគ្នាបានអីនឹកអាណិតប្រពន្ធលះអត់កើតទេលើកទី1នេះលះមិនបានទេដល់ព្រះអង្គសម្ដែងយូរទៅកាន់ព្រោះទៅជ្រះថ្លាស្រែកក្នុងជំនុំឡើងមកស្រែកឡើងថាជ័យយោអញជ្រះហើយជ័យយោអញជ្រះហើយបងណាផ្អើលគេផ្អើលឯងពងស្រាប់ធေါ်ណាបរិជានោះឆ្ងល់មើលអាមាត្យឯងទៅសួរមាននប់នឹងតិចមកស្រែកជ័យយោឈ្នះហើយកដាលចំណោមនឹងឈ្នះអីបើអញធ្វើសង្គ្រាមនេះសឹកសង្គ្រាមឈ្នះរាប់ផ្លេចសារអញមិននឹងស្រែកផងអាមាត្យនោះទៅសួរដឹងសពគ្រប់មកទូលបរិជាបបិទ្ធមហារាជគាត់ស្រែកតែឈ្នះនឹងមិនឈ្នះសង្គ្រាមក៏មិនឈ្នះអ្នកដតីណាដែរគឺគាត់ឈ្នះខ្លួនគាត់ណាអញ្ចឹងបានព្រះលោកសម្ដែងថាឈ្នះអវ័យដល់ប្រសើរមិនស្មើនឹងការឈ្នះខ្លួនយើងណាបងការឈ្នះចិត្តកំណាញ់ការឈ្នះអស្មិមានអ្នកការឈ្នះចំពោះការប្រកាន់ទូលខ្លួនយើងនេះទើបប្រសើរការឈ្នះបុគ្គលដតីមិនប្រសើរស្មើនឹងឈ្នះខ្លួនយើងនេះទេគាត់នឹងគាត់ស្រែកឡើងតែឈ្នះនឹងគឺឈ្នះចិត្តកំណាញ់របស់គាត់ដែលគាត់មានសពុតតែមួយប្រើពីអ្នកប្រពន្ធតែគាត់អាចលះឲ្យទៅជាទានបានបរិជាកើតចិត្តជ្រះថ្លាបងចែកទ្រព្យសម្បត្តិមួយភាគហើយលើកគាត់ដាក់ងារឲ្យជាសេដ្ឋីទៀតប៉ុន្តែនេះសម័យព្រះទេបើឥឡូវនេះកុំដល់ថ្នាក់ហ្នឹងថ្ងៃយាយណាកុំលះដល់អស់លីងហ្នឹងមានណៅឲ្យយើងវិញទេនិយាយសម័យព្រះនោះទេបងប៉ុន្តែយើងចេះលះឲ្យទៅជាទានតិចក្រីច្រើនក្រីតាមសិទ្ធិជ្រះថ្លាបៃតិសោមនស្សរីករាយឲ្យឆ្អែតក្នុងបុណ្យកុសលនឹងសុខកើតហើយមិនបាច់ចាំមានទ្រព្យអីច្រើនទេអាត្មាថាសំខាន់ឲ្យតែចិត្តយើងចេះទទួលព្រមគឺដឹងតែសុខឲ្យតែចេះទទួលព្រមបើយើងអត់ចេះទទួលព្រមអត់ចេះល្មមតាមមានតាមបានទេណាទោះបីយើងមានប៉ុណ្ណាក៏អត់សុខដែរជឿអីហ៎តែកុំភ្លេចថាវាខុសគ្នាត្រង់ចេះថាយើងមកខ្លួនទៅទេប៉ិនមកដោយសារកម្លាំងបុណ្យដល់ទៅវិញទៅទេបើអត់មានបុណ្យអត់បានមកអាតទេនឹងទៀតទេអញ្ចឹងយើងត្រូវគិតពិចារណាថាមកតទេនេះគឺដោយសារកម្លាំងបុណ្យអញ្ចឹងយើងបានមកឥឡូវនេះហើយដោយសារកម្លាំងបុណ្យទៅវិញសូមឲ្យទៅដោយសារបុណ្យណាញាតិញោមណាសូមអនុមោទនាទៅដោយសារបុណ្យគ្រប់គ្នាសូមអនុមោទនាណាសូមឲ្យទៅដោយសារបុណ្យខំប្រឹងសន្សំសេចក្តីល្អបើមិនបានទៅពៀនណាំងស័កសម្បត្តិតឹងចក្រក៏យើងប្រាថ្នាទៅទេវៈស័កសម្បត្តិតឹងចក្រទេវលោកហើយបើមិនបានទេវៈស័កសម្បត្តិតឹងចក្រទេដល់ឲ្យទៅឲ្យបានមកមនុស្សស័កសម្បត្តិតឹងចក្រនេះទៀតបានមកមនុស្សទៀតនេះក៏វាពិសេសដែរព្រោះសម្បត្តិមនុស្សនេះព្រះសរសើរតែញោមនិព្វានក៏គេទៅពីមនុស្សបើអត់មាននិព្វានទៅពីទេវតាទៅអត់ទេណាព្រះក៏នៅទីមនុស្សនិព្វានត្រាស់ដឹងទៅពីមនុស្សទៅទេវលោកក៏ទៅមនុស្សរូបប្រព្រំអរូបប្រព្រំក៏ទៅពីមនុស្សមកមនុស្សហើយមនុស្សនឹងទៀតក៏ដោយសារទៅពីមនុស្សហើយទៅអាស្អីមិនបានមកមនុស្សស័កសម្បត្តិតឹងចាក់អាស្អីចាក់ក្រោយគេនោះក៏ទុយពីមុខពីក្រោយក៏ទៅពីមនុស្សមែនទេទៅពីមនុស្សទាំងអស់វិសេសណាស់អញ្ចឹងបើយើងបានជាមនុស្សហើយត្រូវស្ដាយភាពជាមនុស្សតែព្រះលោកសម្ដែងលោកអ្នកប្រាជ្ញតអត្តភាពជាមនុស្សពេញហៅក្រកើតដែលផលល្អដែលយើងបានកសាងសន្សំយ៉ាងចំណាននាំយើងឲ្យបានភាពជាមនុស្សក្រពីជីវិតការរស់នៅរស់ឲ្យត្រង់ផ្លូវដែលសប្បុរសសន្សំសច្ចរិតអត់មានខ្ចោះនេះពិតជារស់ឲ្យល្អផងដល់ក្រទី3ក្របានស្ដាប់ព្រះធម៌ជាច្បាប់អត់សូវម៉ងព្រះធម៌យូរទៅមានម្ដងក្រក្រៃកន្លងប្រកបពិតដល់ក្រទី4ក្របានត្រាស់ជាពុទ្ធប្រសើរលើលោកជោគវិសុទ្ធឆ្លងផុតងឹតគឺអវិជ្ជាដែលចង់បញ្ជាក់ខាងដើមតែអត្តភាពជាមនុស្សពេញហៅក្រកើតដែលផលល្អដែលយើងបានកសាងសន្សំយ៉ាងចំណាននាំយើងឲ្យបានភាពជាមនុស្សឃើញទេណាដែលយើងបានភាពជាមនុស្សនឹងដោយសារសេចក្តីល្អដែលយើងបានប្រព្រឹត្តតាមរយៈកាយវាចាចិត្តនេះបើគ្មានសេចក្តីល្អអត់បានមកមនុស្សទេបងហើយទៅនរកទៅប្រែតហើយពិបាកណាស់ញោមបងពិបាកណាស់មិនស្រួលទេមិនបានថាពិបាកយាយស្គាល់ពាក្យថានរកហើយនឹងប្រែតឧទាហរណ៍ថានរកយាយស្គាល់នរកទេនរកប្រែតែមិននរកណាតាមស្រួលកាន់ពុទ្ធសាសនា70ឆ្នាំថ្វាយគុំព្រះរាល់ថ្ងៃព្រះមានន័យថាម៉េចអត់ដឹងទៀតតាមស្រួលណាព្រះមានន័យថាម៉េចព្រះអញនោះឃើញទេហើយញ៉ាំមីថ្វាយគុំព្រះអត់ដឹងព្រះមានន័យថាម៉េចហើយបងណាខ្វៀលគោអត់ដឹងគោព្រោះអីហើយស្ដាប់ធររងថ្ងៃធរមានន័យថាម៉េចថ្វាយគុំប្រសងរងថ្ងៃសងមានន័យថាម៉េចឲ្យយើងថ្វាយគុំហ្នឹងតិចកូនគេសួរអត់ចេះឆ្លើយទេមិនដឹងទេដេកគុណណាចេះថ្វាយគុំទៅគេទៅវត្តទៅតាមគេទៅណាដេកគុណណាអត់ដឹងទេណាបាច់សួរទេណាអត់កើតទេណាខ្មែរយើងវាច្រើនអញ្ចឹងច្រើនតាមគ្នា
ណាធ្វើអីធ្វើអត់យល់ព្រះយើងថ្វាយអង្គមព្រះមានន័យតែម៉េចបើកូនគេស៊ូឬសាសនាដតីគេស៊ូតែយាយទៅថ្វាយអង្គមព្រះមានន័យតែម៉េចបានយាយខំទៅថ្វាយអង្គមហ្នឹងព្រះមានន័យថាលោកអ្នកត្រាស់ដឹងធម៌ហើយញ៉ាំងអ្នកដតីឲ្យត្រាស់ដឹងផងហ្នឹងហើយពុទ្ធបណ្ឌពុទ្ធៈមួយម៉ាត់ហ្នឹងមានតែពុទ្ធៈពុទ្ធិហ្នឹងគឺចំណេះដឹងលោកអ្នកត្រាស់ដឹងនៅធម៌ប៉ុន្តែបើយើងយកន័យឲ្យគេស្ដាប់បានថាព្រះពុទ្ធមានន័យតែលោកអ្នកត្រាស់ដឹងធម៌ហើយញ៉ាំងអ្នកដតីឲ្យត្រាស់ដឹងផងហ្នឹងហើយពុទ្ធដល់ធម៌ធម្មៈហ្នឹងគឺធម្មជាតិត្រង់យើងធម្មជាតិដែលនៅជុំវិញខ្លួនយើងប៉ុន្តែយើងយកន័យឲ្យគេស្ដាប់បានបើគេសួរយើងប្រាប់ថាធម៌មានន័យថាម៉េចធម៌មានន័យថាឱវាទរបស់ពុទ្ធឬពាក្យទូមានព្រានបដៅរបស់ពុទ្ធអាហ្នឹងហើយធម៌ដល់ពេលប្រសង់មានន័យថាម៉េចសង្ឃមានន័យថាសង្ឃៈហ្នឹងជាក្រាត់ជាក្រមជាខ្នាតជាជួជាមិនទាត់ជាបច្ចៈពួកប៉ុន្តែយើងយកន័យឲ្យគេស្ដាប់បានសង្ឃហ្នឹងមានន័យថាលោកអ្នកសិក្សាធម៌អាសិក្ខាវិន័យហើយបួសប្រតិបត្តិតាមធម៌តាមវិន័យនឹងឲ្យប្រសង់សិក្សាធម៌វិន័យហើយបួសប្រតិបត្តិតាមធម៌តាមវិន័យរបស់ព្រះសម្មាសម្ពុទ្ធយើងនឹងឲ្យប្រសង់ឃើញទេថ្វាយអង្គមព្រះឲ្យដឹងព្រះស្ដាប់ពធតដឹងធម៌ថ្វាយអង្គមប្រសង់តដឹងសង្ឃខាងដើមចូលរឿងយើងវិញមកនិយាយពីអីមិនសួរពីអីណានរកទៅនឹងអត់ស្រួលទេមិនបានអត់ស្រួលហើយមិនងាយបានមកវិញទេណាតនៅនឹងឲ្យជាប់ចំណងមិនបានថាវាមិនងាយមកវិញព្រោះនរកប្រែមកតឡុងឬដៅធម្មតាអន្លងបើត្រីវាលោតចូលឡុងនឹងហើយអត់ងាយរួចវិញទេមែនទេចូលឡុងនឹង1000រួចមួយអីទេញោមដឹងតែមិនងាយបានរួចមកវិញទេយ៉ាងណាបើយើងធ្លាក់ទៅឡុងនឹងក៏ដូចត្រីចូលឡុងនឹងចឹងអត់ងាយបានត្រឡប់មកវិញទេតើណាចឹងកុំឲ្យទៅកន្លែងហ្នឹងខំប្រឹងចម្រើនសេចក្តីល្អសន្សំសេចក្តីល្អគ្រប់គ្នាឲ្យបានច្រើនណាញាតិញោមណាឲ្យបានច្រើនឥឡូវនិយាយកិច្ចបើយើងចង់បានសេចក្តីសុខនឹងចម្រើនវាអាស្រ័យនៅលើខ្លួនយើងណាដែលយើងបានមកអញ្ចឹងគឺសិតតែជាហេតុនាំឲ្យយើងបាននៅសេចក្តីសុខយើងបានបំពេញសេចក្តីល្អចម្រើនសេចក្តីល្អនេះសុខណាស់ណាយើងដូរសេចក្តីសុខទៅវិញយើងធ្វើកថាថ្ងៃហ្នឹងទី1ដែលយើងដូរសេចក្តីសុខផ្លូវចិត្តទៅវិញទី2យើងបានរឹតចំណងសាមគ្គីភាពផលប្រយោជន៍រឹតចំណងសាមគ្គីភាពអាម៉េចមកថ្ងៃហ្នឹងមិនមែនប្រកាសថាស្គាល់គ្នាទាំងអស់ទេមែនទេអូមិនដែលស្គាល់ទេអ្នកខ្លះមិនដែលស្គាល់សោះដល់មកជួបថ្ងៃបុណ្យកឋិនថ្ងៃហ្នឹងស្រាប់តែឃើញមុខដូចមាននិស័យសុំរាប់អានគ្នាជាមិត្តតែធរជាបងធរជាប្អូនធរជាកូនធរជាម្ដាយធររាប់អានអោបថើបសួរសក់សួរតុកផ្ទះនៅឯណាស្រុកនៅឯណានៅម្ដុំណាលេខទូរស័ព្ទលេខប្រហែលកន្លះខែក្រោយឲ្យសម្បត្តិការមួយមែនទេយើងស្គាល់គ្នារឹតចំណងសាមគ្គីភាពគ្នាថ្ងៃកឋិនហ្នឹងបានមករួបរวมគ្នាសាមគ្គីគ្នាបំពេញសេចក្តីល្អរួមគ្នាណាទី3អនុគ្រោះដល់សង្ឃព្រោះបនហ្នឹងបនអនុគ្រោះលោកព្រោះលោកអភពបើនិយាយពីស្បង់ជ័យវរនេះវត្តខ្លះប៉ុន្តែវត្តមកតទេសនឹងមិញ700ត្រៃព្រោះច្រើនណាស់ណាហើយហ្នឹងប្រសក់មកមិនតាន់អស់ផងទេមើលទៅត្រៃច្រើនហើយអាត្មាចេះតែគិតថាយើងធ្វើបនរងថ្ងៃមកពីយើងមិនសូវយល់តាមពិតទៅវត្តដែលមានហើយហ្នឹងយើងទៅតែកន្លែងហ្នឹងអាវត្តគ្នាអត់ដាច់ស្រយាលចឹងបានអាត្មានិស័យខុសគេបើអាត្មាធ្វើអីគឺអាត្មាចូលចិត្តដើរទៅតែកន្លែងដែលអត់ដាច់បាយដាច់ទឹកអីហ្នឹងគឺទៅហ្នឹងហើយយើងបើវត្តណាមានហើយសម្រុកទៅតែនោះអត់ចេះចែករំលែកទៅវត្តដែលភ្នំអាត្មាទៅទេសនៅកញ្ចេះម្ដងនោះវត្តហ្នឹងលោក20អង្គហើយត្រៃគេហែមកបានតែ5បចព15អាត្មាគិតតែ20អង្គចព5មួយឆ្នាំគេប្រគេនម្ដងទៅប្រើអាម៉េចគ្រប់អាណិត20អង្គមួយចពបានតែ5វាអត់មានអ្នកពីចម្ងាយទៅមានអ្នកស្រុកអីគ្នាតបាយហូបមិនចង់បានផងបានទិញអីទិញចពយកមកប្រគេនលោក5 60000ដែលអនុគ្រោះដល់លោកហ្នឹងគឺអនុគ្រោះអញ្ចឹងឃើញទេ20អង្គមានតែជីវរ5ហើយមួយឆ្នាំគេប្រគេនតែម្ដងទៀត5ហ្នឹងតាមស្រួលហ្នឹងបានតែចៅអធិការឲ្យលោកធំហ្នឹងលោកនេះនោះអត់ទេអញ្ចឹងយើងក៏បីគិតថាបើក្រអញ្ចឹងលំបាកអញ្ចឹងឲ្យយើងមកប្រៀបមកខ្លួនយើងវិញបើញាតញោមវិញតាំងពីក្មេងរហូតដល់ឥឡូវនេះមិនតិចជាង10 20ទូទេតាំងពីក្មេងមកមែនទេឥឡូវវាសបោផងបើកូនកំមុំគៀងខ្លួនមួយប៉ិនយ៉ាងតិចក៏2ទូដែរមុនទៅស៊ីការគេមកកន្លែងត្រូវដូរអស់ប្រហែលសម្រាប់តម្រាំត្រូវចិត្តដាក់អាស៊ីជពូមកញឹមដាក់កញ្ចក់មកមើលឡាច់មើលកើតអីដូចមិនសូវសមហ្នឹងដាក់អាស៊ីលៀបវិញបាទណាដាក់ស៊ីលៀបបើដូចមិនសូវសមដាក់ពណ៌ស្វាយដាក់ពណ៌ស្វាយដូចមិនសូវសមដាក់ខៀវចាស់ខៀវខ្ចីអីទៀតបាទហើយលោកនេះអាប្រាំងក៏មកពណ៌ហ្នឹងវសាក៏មកពណ៌ហ្នឹងទៅចូលបនផ្ទះឯអាដាមក៏មួយហ្នឹងផ្ទះអុកញ៉ាក៏មួយហ្នឹងផ្ទះយាយផ្ទះតាក៏មួយហ្នឹងតែមួយពុកបោកប្រើតែមួយហ្នឹងក៏អាភ័ព្វណាភ័ព្វណាស់ចឹងបានគេឲ្យឈ្មោះថាបនហ្នឹងបនអនុគ្រោះដល់លោកអនុគ្រោះអីគឺអនុគ្រោះសម្ពុតស្បង់ជីវរនេះវាអភ័ព្វណាវាអភ័ព្វប៉ុន្តែសម័យនេះសបោហើយញោមទោះបីជាវត្តដែលគ្មានគេហែទៅច្រើនប៉ុន្តែលោកមានហិរញ្ញវត្ថុដែលញាតិញោមបវរណាជាបច្ច័យ4ហ្នឹងយកអាចទៅទិញនៅផ្សារយកមកប្រើបានតែវាស្រួលចឹងប៉ុន្តែបើសម័យព្រះអត់ទេញោមតិចថាមានហិរញ្ញវត្ថុអីចង់យកទៅទិញនៅផ្សារគ្មានគេលក់ឲ្យទេគ្មានស្អីលក់ទេមិនតាន់កាត់ជាជីវរចឹងទេហើយកឋិនសម័យព្រះក៏គេអត់ធ្វើកឋិនជ័យវរាំងដូចយើងឥឡូវដែរគេធ្វើកឋិនអតុសੰណាបើយាយជ្រះថ្លាចង់ធ្វើកឋិនហែទៅសីមាណាយកសពុតទៅតង្កៃហ្មងបើថា20ម៉ែត្រយកទៅតាំង20ម៉ែត្រលោកកាត់ដេរខ្លួនឯងចលក់ពណ៌ខ្លួនឯងតោះណាចឹងបានកឋិនសម័យដើមគេក្រាលក្រងកឋិនមួយថ្ងៃពេញចាប់ពីព្រឹកអរុណរៈរហូតទល់គ្នានឹងថ្ងៃចិត្តលិចទៅវិញកុំឲ្យថ្ងៃលិចតាន់មួយថ្ងៃពេញហេតុអីបានយូរវេះពីព្រោះលោកទៅការកាត់ទៅការដេរទៅការវាស់ទៅការវែងទៅការចលក់ពណ៌ដាក់បន្ទុកអធិដ្ឋានយកមកហាលហើយដើម្បីយកមកក្រាលក្រងល្មមស្ងួតល្មមចលក់ពណ៌កាត់ដេរចេញជារាងចៃវរហ្នឹងពិបាកណាស់
បើឥឡូវយើងកាត់ដេរស្រាប់ហើយបើនិយាយខ្លះអារឿងហ្នឹងមកចង់បញ្ជាក់តិចវិន័យ3ដកលេខ4និយាយពីខ្នាតលោកនិយាយខ្លះភ័យរឿងខ្នាតចៃវរតែតែងប្រកបចិនរាល់ថ្ងៃចឹងឲ្យអត់ជាមួយត្រូវយើងឲ្យអត់ចិនណាចិនឲ្យចៃវរអាណាត្រូវខ្នាតមកខ្ញុំយកទៅធ្វើកឋិនណាខ្លាចអត់ត្រូវខ្នាតអត់បានអានិសងមែនទេប្រកបចិនតែចឹងរកអាណាត្រូវខ្នាតរឿងត្រូវខ្នាតនឹងមិនត្រូវខ្នាតមិនមែននៅលើញាតិញោមទេត្រូវខ្នាតឬមិនត្រូវខ្នាតកិច្ចនឹងបោះលោកទេរឿងលោកទេនិយាយតែងមកចៃវរត្រូវក៏ដោយមិនត្រូវក៏ដោយយើងដឹងតែបានអានិសងឲ្យបាត់ឲ្យទៅចិត្តជ្រះថ្លាតោះទេអត់ទាស់ទេអត់ទាស់រឿងត្រូវមិនត្រូវទេមិនមែនកិច្ចយើងទេគឺកិច្ចសង់មកក្រាលក្រងលោកមើលអញ្ចឹងបានជីវរមួយមុននឹងក្រាលក្រងលោកហែកមកលោកបកលោកមើលរើសមើលជីវរណាត្រូវខ្នាតនៅលើលោកមិនមែននៅលើយើងទេណាយើងអត់បាច់ចាំរឿងត្រូវមិនត្រូវទេយើងយកតែសពុតយើងប្រើរាល់ថ្ងៃនោះគុកទឹកឲ្យស្អាតហើយយកទៅធ្វើកឋិនបានដូចគ្នាណាប៉ុន្តែវាទាស់ត្រង់ថាលោកឥឡូវអត់ចេះកាត់ចេះដេរប៉ុន្តែធ្វើបានណាគ្រាន់តែថាកឋិនហ្នឹងគេឲ្យឈ្មោះថាកឋិនអតុសੰតែប៉ុណ្ណឹងឥឡូវប៉ុណ្ណឹងចុះណាយើងនិយាយពីផលវិញតើញោមធ្វើកឋិនបានអានិសង្សអីខ្លះផលប្រយោជន៍ដូចអាថាមិញផលប្រយោជន៍ដែលយើងធ្វើកឋិនបើកូនគេសួរទី1ម៉ែដូរសេចក្តីសុខផ្លូវចិត្តមកវិញណាបានសេចក្តីសុខរហូតសប្បាយចិត្តរហូតទី2ម៉ែបានរឹតចំណងសាមគ្គីភាពណែម៉ែទៅបនកឋិនហ្នឹងជួបអ៊ំកូនឯងបែកគ្នាតាំងពីអពតចាំមកជួបគ្នាថ្ងៃកឋិនហ្នឹងគាត់ឲ្យលេខទូរស័ព្ទជាមួយចុះពីរណាត់គាត់បែកគាត់យូរហើយណារឹតចំណងសាមគ្គីភាពរវាងប្រសង់និងប្រសង់និងប្រសង់ទី3គឺអនុគ្រោះដល់លោកទី4ដើម្បីបុណ្យដើម្បីកុសលណាយើងមកថ្ងៃហ្នឹងមិនដើម្បីបុណ្យមែនទេចឹងដើម្បីបន់កុសលដល់ខ្លួនយើងអ្នកនៅរស់នេះផងដើម្បីបន់ដើម្បីកុសលដល់អ្នកស្លាប់នោះផងណានេះផលប្រយោជន៍ចុះដល់អានិសង្សយើងធ្វើសពុតកឋិននេះវិញអ្នកធ្វើកឋិនបានអានិសង្សមិនអានិសង្សទី1ញោមធ្វើកឋិនអត់ធ្លាក់ចុះក្នុងអបាយភូមិ4បាត់បងនរកប្រែតអវិជ័យតិរិឆានស្រកាយលែងបងលែងធ្លាក់ប៉ុន្តែថាចឹងស្ដាប់លោកឲ្យតន់មិនមានន័យតែឲ្យតែយើងធ្វើកឋិនលែងធ្លាក់អបាយចេញទៅវិញលួចឆក់ប្លន់កាប់សម្លាប់ជាបចោឌីលថ្មីឲ្យអត់ធ្លាក់អត់ទេបងណាចង់មានន័យថាមិនធ្លាក់អបាយគឺយើងបានធ្វើកឋិនហើយយើងបានអប់រំខ្លួនយើងបានល្អរហូតមិនប្រព្រឹត្តកន្លងណាអាហ្នឹងបានយើងអត់ធ្លាក់អបាយហ្នឹងហ្នឹងចឹងទី1អត់ធ្លាក់អបាយទី2សោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកទី3ធ្លាក់ពីទេវលោកមកកើតជាមនុស្សអត់កើតក្នុងតកូលថោកទាបទេបងអ្នកធ្វើកឋិនរមែងកើតក្នុងតកូលខ្វងពោះគឺកើតក្នុងតកូល2ខត្តយៈតកូល1ព្រាហ្មណ៍តកូល1កើតក្នុងតកូល2ហ្នឹងមួយទៀតសម្រាប់ជាអេហេភិក្ខុមួយទៀតនឹងបានជាសច្ចៈក្នុងជាតិណាមួយណារីឯអានិសង្សសម្ពុតអានិសង្សបានមកវិញគឺរូបសម្បត្តិអ្នកធ្វើកឋិនគឺបានរូបមកវិញស្អាតណាស់យោមបងណាបានរូបស្អាតចង់បានរូបស្អាតទេនិយាយសោះចង់បានហើយទោះបីចំណាស់ហ្នឹងហើយក៏នៅលាបក្រែមពណ៌ណាស្បែកអីដែរមើលប្រឡំបានដែរខ្លះដែរណាយាយណាបើមិនចង់ស្អាតមិនផ្ដាំកូនតែងថ្នាំសក់លាបទេព្រោះចំណាស់ហ្នឹងបើសិនអត់លាបទេសជពងអស់ហើយអាហ្នឹងមកដោយសារយើងមានបុណ្យអញ្ចឹងយើងប្រកេនសម្ពុតនេះបានដូរមកវិញគឺរូបសម្បត្តិរូបសម្បត្តិនឹងវាល្អណារូបសម្បត្តិល្អហ្នឹងហើយមិនវែងទេពុទ្ធមាមានតរៈនៅមួយកន្លែងទៀតប៉ុណានៅតកែវនោះប៉ុណ្ណឹងចុះសូមបានបនបានកុសលនៅអ្នកតាមខេត្តគាត់ថាឲ្យតែលោកគ្រូមកទេមួយម៉ាត់ក៏យកដែរអញ្ចឹងគាត់ថាចង់ស្ដាប់ក៏មួយម៉ាត់ក៏យកដែរអញ្ចឹងអនុគ្រោះពួកគាត់ចែកនេះតិចនោះតិចណាហើយបច្ច័យទេសនាបានប្រមាណអត់បាច់យកមកទេខ្ញុំបានទេសនាបាសិកា60កំហឿនបូជាបច្ច័យទេសនា$50 50បាទប្រាក់ស្អាត200000ហើយបើស្អាតបាន600000អូចឹងច្រើនដែរ1លានណា1លានមិញទេសនៅនោះ700000ដោយសារវត្តនោះពងកសាងចឹងចូលទាំងអស់ចូលទាំងអស់700000ចូលកសាងហើយនឹងຕົកចង្ហាន់លោក30ម៉ាត់ក៏ការ300000កសាង40000មកមិនសូវចោលទេរឿងចង្ហាន់លោកព្រោះបើធ្វើតែវត្តទេអត់លោកមិនដឹងបានទៅធ្វើបន់អ្នកណាទេអញ្ចឹងដល់យើងថ្ងៃនេះបាន1លានចូលរួមទៅជាមួយនឹងព្រះអង្គប្រធានកម្មវិធីបន់វិញបាន1លានដែរច្រើនបច្ចៈញាតិញោមផ្ដាំញាតិញោមបន្តិចព្រោះជាខ្មែរដូចគ្នាមកចង់ឲ្យញាតិញោមសុខចម្រើនណាស់បើមានបញ្ហាអីណាញោមត្រូវយល់ពីបដិបត្តិសង្គមយើងកុំវាប់ឡើងតឡាការមួយម៉ាត់ទៀតចុះកុំវាប់ឡើងតឡាការបើឆ្លោះគ្នាមិនក៏ដោយយើងនិយាយដោះស្រាយគ្នាដោយសន្តិវិធីអស់លទ្ធភាពព្រោះអាត្មាអ្នកច្បាប់ដែរមកយល់តាឡើងតឡាការពាក្យថាចំណេញអត់មានទេស្រុករំដួលយើងនេះថារំដួលតាមគេទៅបងណាស្រុកយើងនេះវាគ្មានពាក្យថាចំណេញទេមុននឹងញោមដាក់ពាក្យចូលតឡាការបើខឹងគ្នាឆ្លោះជាលក្ខណៈគ្រួសារក្តីឆ្លោះជាលក្ខណៈរស់ស៊ីក្តីមុននឹងដាក់ពាក្យចូលតឡាការយើងចាប់ដើមយកមកគិតក្នុងគុកបាយយើងទី1គិតថាអញតដាក់ពាក្យទៅទី1អញអស់លុយលុកផ្ទះលុកដីលុកស្រែលុករបស់របរដើម្បីតាមយកឈ្នះចាញ់ហើយខ្មែរយើងប្តឹងខុសពីគេបរទេសគេប្តឹងទាមទារផលប្រយោជន៍ខ្មែរយើងតដាក់ពាក្យចូលទៅលោកមេធាវីឲ្យតែឈ្នះអាគាត់នឹងអស់អីក៏អស់ទៅយើងអត់ចង់បានផលប្រយោជន៍យើងទៅជាចង់ឈ្នះចង់ចាញ់អញ្ចឹងយើងមុននឹងដាក់ពាក្យទី1យើងគិតថាអញដាក់ពាក្យចូលតឡាការភ្លាមគឺអញអស់លុយទី1អស់លុយទី2គឺខាតពេលវេលាអត់រស់ស៊ីអីកើតទេដេកចាំតែថ្ងៃគេហៅហ្នឹងបងមិនដឹងថ្ងៃណាគេហៅយើងនេះតិចទេសួរគេថាថ្ងៃនេះថ្ងៃនោះចឹងទី2ខាតពេលវេលាទី1ខាតលុយទី2ខាតពេលវេលាទី3ខាតធំបំផុតខាតអីដឹងទេទី3ខាតធំបំផុតខាតគេឈ្មោះកិត្តិយសយើងនេះឧទាហរណ៍តែឆ្លោះគ្នាម៉ែកូនប្តីប្រពន្ធយើងនេះទៅហែកឲ្យគេស្ដាប់គ្រប់គ្នាតោះណាវាខាតគេឈ្មោះកិត្តិយសរបស់យើងនេះដល់ទី4ខាតធំបំផុតបើថាម៉ែឆ្លោះជាមួយកូន
mau pi tà la ca với côn đang là lên mờ một máy mẹ này đạch chầm non xa mà kia phía đạch chầm non mất tập phía rồi viên mai là côn bà đây bà con mau với đang là lên kia bà bong ôn mau với đang là mờ một kia lên tròn mẹ này nè khát phân bờ dương này dây kia để son tệ vị thi nó rương ấy cả đó có ai đọc sai bản đây chẳng chăm do sập hơi năng tầm mớ khai của muối nhiệt nhom ai mà do ban nó quạt vào tông dương này mà cùng nó quạt vào tông sập chẳng khai của muối chấp bị khai của muối tới nhom mà do ngày na cả ban đây sập hơi năng chẳng còn năng chọn xong ban bon ban sao tam quan sai chết là riêng riêng luôn xong ạ nó một tuần đi